សូមជូនរឿងចៅគីងគប់កាលពីព្រេងនាយមានគ្រួសារប្តីប្រពន្ធពីរនាក់រស់នៅដាច់ស្រយាលពីគេពួកគាត់ប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិតយ៉ាងសុខសាន្តអ្វីត្បិតតែពួកគាត់រស់នៅជីវភាពធូរធារប៉ុន្តែទាំងពីរនាក់តាំងតែពិបាកចិត្តព្រោះតាំងពីរៀបការជាប្តីប្រពន្ធមកពុំទាន់មានកូនសោះប្រពន្ធនិយាយទៅកាន់ប្តីថាយប់នេះព្រះចន្ទពេញបរមីល្អណាស់ព្រោះជាថ្ងៃបុណ្យអអំបុកសំពាក់ព្រះខែយើងគិតបុណ្យផ្សងសុំកូនមួយមើក្រែងលោបានអ្នកទាំងពីរតបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកមេត្តាដាក់ទានកូនមួយមកដើម្បីជាពន្លឺក្នុងគ្រួសារទៅអនាគតមួយឆ្នាំក្រោយមកប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះដោយបំណងពួកគាត់សប្បាយចិត្តយ៉ាងខ្លាំងលុះដល់គម្រប់ខែឆ្លងទន្លេប្រពន្ធរបស់គាត់ក៏កៅបានកូនមួយតែគួរឲ្យស្ដាយដែលកូនរបស់គាត់កើតមកជាសត្វគីង្គក់ពេលនោះនាជាប្តីខឹងឆាក់ឆួលហួសប្រមាណក៏ទានកំបិតបំរុងផ្ដាច់ជីវិតគីង្គក់ក៏ឆ្លើយថាឈប់លោកឪពុកជាទីមានគុណហេតុអ្វីបានជាពុកដាច់ចិត្តសម្លាប់កូនក៏ចង់ឃើញពន្លឺព្រះអាទិត្យដូចគេអញដែរគ្រាន់តែឮសំឡេងគីង្គក់ចេះនិយាយឪពុកក៏ភ័ន្តភៀងទន់ដៃរលាយនៅកំហឹងតាំងប៉ុន្មានចំពោះកូនទៅវឹងគាត់ខំបីបែកថែរក្សាកូនរហូតដល់ធំពេញវ័យកាលបើចម្រើនវ័យបានដឹក6ឆ្នាំហើយចៅគីង្គក់ក៏អាចជួយសម្រាលការងារឪពុកម្ដាយដោយក្មេងទូទៅដែរវាតែងតែជួយរែកទឹកមើលគោនិងធ្វើការងារផ្សេងទៀតជំនួសពួកគាត់ថ្ងៃមួយគីង្គក់និងឪពុកនាំគ្នាទៅកាប់អុសក្នុងព្រៃជ្រៅសំឡេងស្អីនឹងពកគីង្គក់សួរទៅឲ្យពកពួកគេក៏ដើរសម្លៅទៅកន្លែងសំឡេងមនុស្សស្រីស្រែកឲ្យជួយចៅគីង្គក់ស្រែកថាគឺព្រះនាងទេតាយីពស់ធំណាស់ពុកវាចង់ស៊ីសេះព្រះនាងហើយគ្រាន់តែឮសំឡេងគីង្គក់ភ្លាមពស់ដ៏សាហាវក៏លែងសេះរួចទៅរកគីង្គក់ភ្លាមវាប្លង់នឹងលេបគីង្គក់ស៊ីជាចំណៃតែទីបំផុតក៏ត្រូវគីង្គក់សម្លាប់វិញរំពេចនោះក៏ផ្ទុះពេកមួយគ្រាប់ចេញពីក្បាលរបស់វាព្រះនាងនិយាយទៅកាន់គីង្គក់ថាអ្នកជាសត្វគីង្គក់ធំចម្លែកពូកែអស្ចារ្យយើងសូមអរគុណដែលអ្នកបានជួយយើងឲ្យរួចពីសេចក្តីស្លាប់នេះគីង្គក់ក៏នាំព្រះនាងចាកចេញពីព្រៃនោះទៅថ្លែងពីនគរចក្ររតមានឧបរាជមួយឈ្មោះកំហែងរឹតជាអ្នកខ្លាំងពូកែអស្ចារ្យឧបរាជបានហាត់រៀនវិជ្ជាមន្តអាគមនិងគុណដាវនៅលើកំពូលភ្នំមួយក្នុងបំណងធ្វើយ៉ាងណាឲ្យនគរទាំងឡាយคล้ายជាចំនួននគររបស់ខ្លួនឧបរាជហាត់រៀនវិជ្ជាសັບគ្រប់ហើយក៏ធ្វើដំណើរទៅរាជវាំងលុះមកដល់រាជវាំងឧបរាជកំហែងរឹតបានសូមរាជានុញ្ញាតពីព្រះអង្គចេញទៅច្បាំងជាមួយនឹងនគរមហាភពព្រះអង្គក៏យល់ព្រមឲ្យកំហែងរឹតដឹកនាំទ័ពទៅច្បាំងនិយាយពីព្រះអង្គនគរមហាភពវិញលុះទ្រង់ជ្រាបដំណឹងថានគរចក្ររតចង់ដណ្ដើមទឹកដីអពុតខ្លួនក៏បញ្ជាឲ្យលោកសេនាបតីជាមេទ័ពដឹកនាំទ័ពតទល់ជាមួយសត្រូវតែត្រូវកំហែងរឹតវាយឲ្យរបួសក៏រត់ភៀសខ្លួនមកដល់ពាក់កណ្ដាលផ្លូវលោកសេនាបតីបានជួបនឹងកងទ័ពរបស់ខ្លួនមេទ័ពខំប្រឹងធ្វើដំណើររហូតមកដល់រាជវាំងហើយរៀបរាប់ប្រាប់ព្រះអង្គមិនតាន់ចប់ផងក៏ស្លាប់ទៅក្រោយពេលលោកសេនាបតីស្លាប់ទៅព្រះអង្គក៏ចេញព្រះរាជប្រកាសដើម្បីជ្រើសរើសអ្នកខ្លាំងពូកែបើនរណាច្បាំងឈ្នះព្រះរាជានឹងប្រទានព្រះរាជបុត្រីនឹងយសស័ក្តិជាកិត្តិយសទៀតផងព្រះរាជប្រកាសរបស់ព្រះអង្គបានលើដល់ចៅគីង្គក់ក៏សូមឪពុកចូលគាល់ព្រះអង្គលុះជួបព្រះអង្គហើយគីង្គក់ក៏ទូលទ្រង់ឲ្យរាជានុញ្ញាតខ្លួនធ្វើជាមេទ័ពព្រះអង្គទ្រង់ចម្លែកក្នុងចិត្តណាស់ហេតុដូចម្ដេចក៏គីង្គក់ចេះនិយាយតែទ្រង់ស្ងៀមមិនចេញស្ទុយគីង្គក់ក៏ទូលព្រះអង្គបន្ថែមដោយយល់ថាព្រះអង្គពិតជាគិតថាខ្លួនជាសត្វទើបមិននិយាយបរពិតព្រះវង្សទ្វីត្បិតទូលបង្គំជាសត្វគីង្គក់តែទូលបង្គំពិតជាចង់កំចាត់សត្រូវដែលឈ្លានពានទឹកដីយើងប្រកាសមែនពីព្រោះទូលបង្គំក៏ជារាជរបឺព្រះអង្គដែរស្ដេចទ្រង់ស្ងើចសរសើរពីសម្ដីរបស់គីង្គក់កណាស់ទ្រង់ញញឹមហើយមានបន្ទូលថាមេទ័ពដ៏អស្ចារ្យចូលឯងទទួលបានជោគជ័យអរគុណព្រះអង្គ
ចៅគីងគួកបានដឹកនាំទ័ពឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរហូតដល់ទឹកដីដែលសត្វត្រីបានឈ្លានពានគ្រាន់តែឃើញគីងគួកភ្លាមកំហែងរថើក៏សើចចង្អកចៅគីងគួកថា តើនគររបស់ឯងឃ្វានយ៉ាងខ្លាំងពូកែទេឬបានជាយកសត្វតូចតាចដូចឯងធ្វើជាមេតប ឯកងទ័ពនគរចក្ររដ្ឋកាលបលឺមេទ័ពនិយាយបែបនេះក៏សោយបង្អាប់គីងគួកនៅស្ងៀមហើយដាវសម្ដៅទៅដើមថ្នោតមួយដើមដល់ហើយក៏លើករំលើមដើមថ្នោតបោះទៅលើកូនទ័ពរបស់កំហែងរឹតបន្ទាប់មកវាខំបំប៉ោងពូបញ្ចេញខ្យល់សិលស្លាប់ពលរ៉ែជាច្រើនអ្នកទៀតផងឃើញបែបនេះកំហែងរឹតក៏សូត្រមន្តអាគមបង្កើតពស់ជាច្រើនឲ្យដេញសម្លាប់គីងគួកតែត្រូវគីងគួកសម្លាប់គ្មានសល់ដឹងថាមិនឈ្នះចាក់គីងគួកមេទ័ពកំហែងរឹតស្រែក អាសត្វចង្រៃខ្លួនរបស់ឯងនឹងคล้ายជាឈាមដោយសារតែខ្សែសិលរបស់យើងហាហា គីងគួកប្រឹងរើយ៉ាងណាក៏ពុំរួចអស់តម្រះវាក៏លើកដៃប្រណម្យហើយបួងសួងដល់គុណឪពុកម្ដាយសូមជួយឲ្យកូនរួចផុតពីចំណងសាលនីថងដើម្បីទាន់ពេលជួយនគររបស់យើងខ្សែចំណងក៏ដាច់ភ្លាមមួយរំពេកមេទ័ពកំហែងរឹតខឹងណាស់ក៏តាមឡើងខ្លួនយ៉ាងធំដូចយ៉ាក់រួចទៀងដាវបំរុងផ្ដាច់ជីវិតគីងគួកក៏ព្រោះពេកទៀបសម្ដៅទៅកំហែងរឹតស្លាប់ទៅក្រោយពីទទួលបានជោគជ័យពីនគរចក្ររដ្ឋមកចៅគៀងគួកក៏ធ្វើដំណើរមកកាន់រាជវាំងវិញព្រះអង្គក៏មានបន្ទូលទៅកាន់ចៅគៀងគួកថា យើងនឹងមិនក្បត់ពាក្យសន្យាចំពោះឯងទេត្បិតឯងបានជួយនគររបស់យើងឲ្យរួចផុតពីបច្ចាមិត្ត មានបន្ទូលរួចទ្រង់ក៏បាព្រះភ័ក្ត្រមកសួរបុត្រីដែលព្រះនាងគង់នៅទីនោះដែរថា តើបុត្រព្រមទទួលចៅគៀងគួកជាស្វាមីឬទេ ពេលនាងក៏ទូលថា ព្រះពរប្របីតាបុត្រយល់ព្រមមេទ័ពគីងគួងធឿបបានជួយសង្គ្រោះបុត្រម្ដងដែរកាលបុត្រទៅក្រសាលឯព្រៃជ្រៅ ចៅគីងគោក៏សុំរាជានុញ្ញាតព្រះអង្គនាំព្រះនាងទៅភូមិកំណើតដើម្បីជួបអ្នកមានគុណរបស់ខ្លួនអ្នកទាំងពីរថ្វាយបង្គំលាព្រះអង្គហើយក៏ធ្វើដំណើរមកជួបអ្នកមានគុណលុះជួបឪពុកម្ដាយគីងគោនិងព្រះនាងក៏ក្រាបសំពះហើយរៀបរាប់រឿងសັບគ្រប់ជូនអ្នកមានគុណស្ដាប់បន្ទាប់មកចៅគីងគោប្រាប់ឲ្យម្ដាយយកពេកទើបគូសខ្វែងលើក្បាលរបស់ខ្លួនហើយលើកដៃបួងសួងដោយនិយាយថាសូមឲ្យកូនคล้ายជាមនុស្សដោយក្ដីប្រាថ្នាម្ដាយក៏ធ្វើតាមដោយដៃកូនប្រាប់គីងគោក៏ប្រែកាយคล้ายជារាជបុត្រស្រស់សង្ហាមួយព្រះអង្គព្រះរាជបុត្រនិងព្រះនាងក៏យាងមកកាន់រាជវាំងវិញទ្រង់បានរៀបអភិសេកយ៉ាងអធិកអធិមហើយរួមនៅជាមួយគ្នាសុខសាន្តទៅហោង